ជំរាបសួរនិងសួស្តីបងអូនអ៊ំពូមីងដែលកំពុងមើលវីដេអូនេះទាំងអស់គ្នាសូមជំរាបសួរពីចម្ងាយថ្ងៃនេះមកបង្ហាញបងពីការចាប់ក្បាំងផុកទៀតហើយក្បាំងផុកខាងប្អូនចូលគ្រប់ខ្នាតវិញណាបងចាប់ពីខ្នាត6 ទឹក7 ទឹក 8 ទឹក 9 ទឹក1ម៉ែត្រ1ម៉ែត្រ2ម៉ែត្រ40មានក្រាស់មានស្ដើងបងអាចឆាតសួរក្នុងเพจក៏បានឬក៏បងមកដល់ទីតាំងក៏បានដែរសម្រាប់បងដែលនៅឆ្ងាយពីទីតាំងបងទិញយកទៅដាក់ខ្លួនឯងក៏បានដែរហើយខ្ញុំក៏មានបោះដុំដូចគ្នាបងណាដែលចង់បាន20ម៉ែត្រ30ម៉ែត្រឬក៏យកទៅទាំងដុំក៏បានដែរគឺយើងមានតម្លៃពិសេសព្រោះអីក្នុងមួយដុំរបស់វាមាន50ម៉ែត្រតែខ្ញុំចង់បញ្ជាក់ត្រង់នេះតិចបងប្រភេទបាំងផុកហ្នឹងគឺធ្ងន់អញ្ចឹងគឺថ្លៃដឹកគឺអត់មានដូចអីវ៉ាន់ផ្សេងទេសម្រាប់ឡានគាត់មួយនេះគាត់មិនធម្មតាដាក់ក្បាំងផុកទេបងគាត់នៅម៉ូតចុងស៊ីម៉ាំងទៀតហើយចុងស៊ីម៉ាំងគាត់គឺគាត់ដាក់ភ្លុះសងខាងនេះបងអាចមើលពីរបៀបការដាក់របស់ខាងខ្ញុំណាបងដែលគាត់ចេះហើយឬក៏បងដែលគាត់អត់ដឹងថាយកទៅដាក់ម៉ូតមិនគាត់អាចមើលវីដេអូខ្ញុំបានបងខ្ញុំធ្វើវីដេអូពីប្រភេទហ្នឹងគឺច្រើនហើយព្រោះខាងខ្ញុំគឺសម្រាប់លក់ប្រភេទអញ្ចឹងបងទិញទៅបងអាចឲ្យជាងដែលនៅចិត្តបងដាក់ឲ្យបានសម្រាប់បងណាដឹងថាត្រូវដាក់ម៉េចអត់ដឹងត្រូវចាប់ម៉ូតអីបងមើលតាវីដេអូឬក៏តាមដានវីដេអូ admin នៅឃើញហើយបងគឺមានគ្រប់ម៉ូតគ្រប់ម៉ាកឬក៏បងអាចឆ្នៃចង់ដាក់ម៉ូតដែលបងឆ្លាញ់ផ្សេងទៀតក៏បានដែរដូចខ្ញុំបញ្ជាក់ពីវីដេអូមុនអញ្ចឹងបងគឺខាងខ្ញុំមិនផ្ដោតទៅលើការដាក់ឲ្យភ្ញៀវទេគឺខាងខ្ញុំគឺលក់អីវ៉ាន់បងអញ្ចឹងរាល់អីវ៉ាន់ដែលខ្ញុំថតទាំងអស់គឺខ្ញុំមានលក់ទាំងអស់ហើយរាល់វីដេអូដែលបងអូនធ្វើទាំងអស់ក៏ដើម្បីចែករំលែកឲ្យបងដែលគាត់យកទៅលក់បន្តហ្នឹងដឹងពីរបៀបថាប្រភេទហ្នឹងពេលយើងយកទៅលក់ត្រូវលក់យ៉ាងម៉េចឲ្យភ្ញៀវអីដែរបងហើយសម្រាប់បងដែលគាត់ទិញយកទៅដាក់ខ្លួនឯងក៏គាត់អាចមើលវីដេអូ admin នឹងបានដូចគ្នាហើយនៅចុងវីដេអូក៏មានការធ្វើរួចរាល់ហើយដូចគាត់នេះអញ្ចឹងគឺចាប់ចិត្តហើយបងចុងស៊ីម៉ាំងសងខាងហើយនឹងចាប់ក្បាំងផុកខ្ញុំដើរកន្លងមកជុំឡានហ្នឹងសូម្បីតែស្តុបភ្លុះអីក៏ខ្ញុំមានលក់ដែរបងនៅខាងខ្ញុំឲ្យតែគ្រឿងឡានបងគ្រឿងលេងឡានគ្រឿងឡានទាំងអស់គឺខ្ញុំមានលក់ទាំងអស់មានបោះដុំផ្ញើ25ខេត្តក្រុងអរគុណច្រើនបង